នេះសកម្មភាពខាងគាត់មានគាត់បាននាំទៅមើលស្រែគាត់ដែលបានប្រើប្រាស់ជាមួយជីរបស់យើងហើយដែរនោះលេខទៅតាម7តែគាត់តាម7នោះលេខទៅឃើញនោះបាទល្អដែរតែគាត់ថាល្អណាស់ឥឡូវគាត់កាន់ប្រអប់ទៀតតាមតែបងប្អូនអ្នកមើលអត់ជឿណាបាទតែបងប្អូនអ្នកមើលគាត់ថាកាន់តស្រូវមកពីណាយ៉ាដាក់កុហកឲ្យមើលណែឥឡូវចាក់ដៃនេះនៅខាងកំពង់ចាមនៅស្រុកពេជ្រឈរខាងអូខាងនេះគៀកមីមាំងដែរណ៎តាមតាមទាំងអស់គ្នាខាងនោះហីហ្នឹងអូនោះមីមាំងត្រូវគាត់ល្អបែបម៉េចអីបែបម៉េចឥឡូវនេះទៅណាស្មើណាក្បាលនេះបាទបងប្អូនចាំតាមមើលស្រូវគាត់ចាក់ស្ដែងល្អបាទមើលល្អមែននេះចាប់ដើមមូដើមបដាអីហ្នឹងហើយមូដើមហើយ50ថ្ងៃហីចូល50ថ្ងៃហ៎បាទបឹងហ្នឹងឈប់បាត់ហើយបាទពីសួរអ្នកមីងចាបាទអ្នកមីងភូមិឃុំអីនៅទីតាំងនេះភូមិប្រទេសថ្មីភូមិបំរោងស្រុកប្រៃឈើខេត្តកំពង់ចាមអូខេបាទអញ្ចឹងមូលហេតុអីដែលអ្នកមីងប្រើជីនង្គ័លមាសនេះព្រោះនង្គ័លមាសបានធូរដីទៀតឥឡូវសុំសួរមួយពីវគ្គដំបូងមកណាតែអ្នកមីងមិនទាន់ឈានទៅដល់ការប្រើនង្គ័លមាសនេះអ្នកមីងក្នុងផ្ទៃដីដែលអ្នកមីងឈរនេះប្រហែលហាត់ខ្ញុំឈរដីកន្លះហាត់ចាបាទអញ្ចឹងពីមុនមកកន្លះហាត់នេះអ្នកមីងប្រើអស់ជីគ្រាប់ប្រហែល3ដែលមិនទាន់បានប្រើនង្គ័លបាច់2ដង4 3 2ដង4 3ចាតែប៉ុណ្្នឹងឯណាចាតែទិន្នផលបានប៉ុន្មានតោនទិន្នផលបាន6តោនចាកន្លះហាត់3តោនទៅសំហាត់មកហាត់ហ្នឹងឥឡូវមកហាត់បាន6តោនណាចាអូខេអញ្ចឹងដែរអ្នកមីងប្រើជាមួយជីនង្គ័លមាសនេះតើអ្នកមីងកាត់បន្ថយបានប្រមាណ3ហើយទិន្នផលស្រូវយើងហ្នឹងការលូតលាស់ផងវាចឹងមិនអ្នកមីងជួយរៀបរាប់តិចមើលព្រោះអីខ្ញុំប្រើជីនង្គ័លមាសនេះបានស្រូវខ្ញុំកាត់បន្ថយជីក្នុងកន្លះហត្តាហ្នឹងខ្ញុំបាច់អស់ទៅ2 3ទេចប់វាកាត់បន្ថយបានពាក់កណ្ដាលចាចុះតើតើនឹងស្រូវយើងចាប់ពីថ្ងៃបាញមកដល់ឥឡូវយើងផ្លែបែបម៉េចអ្នកមីងជួយរៀបរាប់តិចមកតាំងពីថ្ងៃបាញរហូតដល់ថ្ងៃហ្នឹងស្រូវវាល្អដើមដូងល្អហើយនឹងរឹសចាក់វែងល្អចាក់ស្ដែងមែនយើងហ្នឹងហើយព្រោះនេះហ្នឹងហើយបងប្អូនមើលចុះត្រូវគឺល្អចាក់ស្ដែងមែនគាត់នាំមកមើលដល់សែលោកពូជួយរៀបរាប់ពីដំណើរការនៃស្រូវដែលលូតលាស់ពេលលោកពូប្រើជាមួយមេជីរុយគល់នង្គ័លមាសរបស់យើងណាពូអាចរៀបរាប់បានទេបានយើងមានភាសាតិចលោកពូជួយរៀបរាប់តិចមកថាប្រើប្រាស់ទៅខ្ញុំឲ្យប្រើឲ្យមេជីនង្គ័លមាសហ្នឹងវាគ្រាន់បើជាងอะไรពីមុនកើមិនតាន់ប្រើបែបម៉េចផ្លែបែបម៉េចលោកពូជួយរៀបរាប់ទៀតវាស្រូវហ្នឹងវាល្អវាបាជីហ្នឹងទៅវាល្អបានងុំបានកន្លះខែទៅបានស្រើបជីម្សាទៀតឥឡូវជាក់ស្ដែងមើលអីធ្វើនេះខ្ញុំបាជានេះអង្គរមាសជាមួយរាជីសនាយទៅពីបាញ់មកអាយុប៉ុន្មានពីបាញ់អាយុប៉ុន្មានមកដល់នៅតាពីបាច់ខ្ញុំមកវាត្រូវខ្ញុំវាទេ43ថ្ងៃខ្ញុំបាទ43ថ្ងៃទេវាល្អអញ្ចឹងអូល្អអត់ធ្លាក់ដល់ពូបាទហើយផ្ទៃដីទាំងអស់នៅដល់ពូពងឈុននេះបានហាត់ទាំងអស់ដីខ្ញុំនោះវាមកហាត់40ហាត់40ហើយលោកពូប្រើប្រាស់ជីសតមួយដងអស់ប្រមាណបេក្នុងមហាត់វាប្រើពីមុនមកវា4 3បាច់ម្សារួចដល់មកប្រើអីនាយជីហ្នឹងទៅវាបាច់អស់តាមហាត់ពី3ទេក្នុងមកវគ្គច្រើនមែនតើណាហើយល្អងុំណាបាទងុំដល់លោកពូឃើញជាក់ស្ដែងអញ្ចឹងលោកពូមានអារម្មណ៍មានទំនុកចិត្តបែបម៉េចសូមជួយបញ្ចេញអារម្មណ៍ពិតពីក្នុងពោះទីអានេះវាខ្លួនឯងហ្នឹងវាត្រេកអរហើយបានគេអ្នកមកតាមហ្នឹងវាមើលទៅសរសើរតែស្រូវហ្នឹងដូចល្អជាងរាល់ឆ្នាំ អ
rồiខ្ញុំថាអីបាយជីជាមួយជីអង្គមាសដាក់លាយទៅបានល្អអញ្ចឹងបើរាល់ឆ្នាំវាមិនដែលបានប៉ុណ្ណឹង តែពេលអញ្ចឹងលោកពូជឿជាក់បាន%ដែរ ជានេះវាជឿជាក់ហើយ 100% យើងពូមានអីផ្ដាំផ្ញើទៅបងប្អូនយើងដែលជីកកាត់ត្រូវឲ្យដែលសួរនាំហ្នឹងណាហើយបងប្អូនតែមិនទាន់បានប្រើផ្ដាំផ្ញើគាត់ទីមកគាត់ឲ្យគាត់ប្រើ បងប្អូនអីដែលមិនទាន់បានប្រើអីអង្គមាសហ្នឹងអីប្រើទៅដូចរបស់ខ្ញុំអញ្ចឹងវាល្អអញ្ចឹងវាមើលមកឃើញត្រូវភ្នែក អរគុណច្រើនលោកពូអរគុណ Promotion ពិសេសពីមេជីម្សៅនាងគួមាចំពោះប្រជាកសិករទិញ2ប្រអប់ថែមជាមួយប្រអប់ធំទិញ1កែថែមជូនរហូតដល់3ប្រអប់ធំហើយបើទិញ2កែធំថែមជូន6ប្រអប់ធំតែម្ដងអ្វីដែលកាន់តែពិសេសប្រជាកសិករនឹងទទួលបានតម្លៃបោះដុំ2គត់មុនតបផងដែរ